អត្ថបទពេញតើគ្រប់យ៉ាងត្រូវបានកំណត់រួចហើយមែនទេតើខ្ញុំត្រូវធ្វើអ្វីខ្លះផែនការដ៏ពិតប្រាកដរបស់ព្រះដែលបំបែកជំនឿលើព្រហ្មលិខិតសេចក្តីសន្យារបស់ព្រះនៅពេលដែលប្អូនឮពាក្យនេះតើប្អូនមានអារម្មណ៍ថាវាជាអ្វីមួយដែលធ្ងន់ហើយរឹងត្អឹងដែរឬទេវាហាក់ដូចជាគ្រប់យ៉ាងត្រូវបានគេកំណត់ទុកអស់ទៅហើយយើងគ្រាន់តែជាមនុស្សយន្ត robot ដែលត្រូវដើរតាមគេរៀបចំតែប៉ុណ្ណោះដែលយើងហៅថាព្រហ្មលិខិតឬក៏វាសនាថ្ងៃនេះបងចង់ឲ្យយើងមកកែប្រែការយល់ច្រឡំនេះហើយមកស្វែងរកនៅអត្ថន័យដ៏កក់ក្ដៅបំផុតដែលលាក់ទុកនៅក្នុងនោះតើសេចក្តីសន្យារបស់ព្រះជាវាសនាដ៏ត្រជាក់ស្រឹបដែលចង់យើងមិនឲ្យទៅណាបានមែនឬទេឬមួយក៏វាគឺជាសេចក្តីស្រឡាញ់ដ៏ក្តៅគប់ដែលផ្ដល់សេរីភាពដល់យើងឲ្យកាន់តែខ្លាំងជាងមុនថ្ងៃនេះយើងនឹងធ្វើដំណើរទៅស្វែងរកអត្ថន័យពិតប្រាកដរវាងទស្សនៈទាំងពីរនេះទាំងអស់គ្នាបាទពិតណាស់ប្អូនប្រហែលជាអាចមានគំនិតបែបនេះថាអូបើគ្រប់យ៉ាងត្រូវបានកំណត់ទុកអស់ទៅហើយតើឲ្យខ្ញុំខំប្រឹងធ្វើអ្វីទៀតទោះបីជាខ្ញុំនៅស្ងៀមក៏គ្រប់យ៉ាងគង់តែនឹងកើតឡើងដែរនឹងតាមពិតទៅគំនិតបែបនេះហើយដែលធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ដែលអស់កម្លាំងចិត្តគ្មានថាមពលហើយរស់នៅដោយរងចាំតែគេបញ្ជាប៉ុន្តែប្អូនដឹងទេសេចក្តីសន្យាដែលព្រះគម្ពីរបានប្រាប់យើងគឺជារូបភាពដែលខុសគ្នាស្រឡះតែម្ដងដូចជាគម្ពីរមួយនេះបានប្រាប់យើងអញ្ចឹងគោលបំណងសំខាន់បំផុតនៃសេចក្តីសន្យារបស់ព្រះគឺចង់ឲ្យយើងក្លាយជាកូនរបស់ទ្រង់គឺនេះមិនមែនជាក្បត់បញ្ជាឲ្យយើងធ្វើតាមនោះទេប៉ុន្តែវាគឺជាសម្បត្តិអញ្ជើញគឺវាគឺជាការផ្ដល់សិទ្ធិអំណាចដ៏អស្ចារ្យបំផុតដល់យើងគឺសិទ្ធិដែលបានក្លាយជាកូនរបស់ព្រះដែលជាសេចក្តីស្រឡាញ់ដ៏ធំធេងដែលទ្រង់បានផ្ដល់ឲ្យយើងត្រង់ចំណុចនេះហើយដែលការយល់ច្រឡំនិងការពិតត្រូវបានបែងចែកយ៉ាងច្បាស់សេចក្តីសន្យារបស់ព្រះមិនមែនជាជំនឿលើព្រហ្មលិខិតដ៏ត្រជាក់ស្រឹបនោះទេហើយក៏មិនមែនធ្វើឲ្យយើងក្លាយជាមនុស្សដែលចាំតែគេបញ្ជានោះដែរហើយរឹតតែមិនមែនជាសាច់រឿងដែលរៀបចំទុកយ៉ាងរឹងត្អឹងនោះដែរចុះតើការពិតគឺជាអ្វីការពិតគឺថាវាគឺជាសេចក្តីស្រឡាញ់ដ៏ក្តៅគគុកសម្រាប់យើងម្នាក់ហើយវាគឺជាការប្រកាសពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យដែលកើតឡើងនៅក្នុងទំនាក់ទំនងដែលយើងចូលរួមយ៉ាងសកម្មជាមួយព្រះអង្គដើម្បីឲ្យប្អូនកាន់តែយល់ច្បាស់បងមានរឿងប្រៀបធៀបដ៏កក់ក្ដៅមួយមកប្រាប់វាជារឿងរបស់អ្នកម្ដាយម្នាក់និងកូនប្រុសរបស់គាត់បើប្អូនស្ដាប់រឿងនេះហើយប្អូននឹងយល់ភ្លាមថាអូវាគឺជាបែបហ្នឹងសោះរូបភាពនោះគឺកូនតូចម្នាក់ដែលខ្ជិលញ៉ាំបាយហើយចេះតែរករឿងញ៉ាំមិនកើតរីឯអ្នកម្ដាយវិញក៏មើលមកកូនដោយក្តីបារម្ភនិងអាណិតជាខ្លាំងប្អូនប្រហែលជាធ្លាប់ឃើញរូបភាពបែបនេះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមែនទេនៅពេលនោះអ្នកម្ដាយក៏ញឹមទៅកាន់កូនហើយធ្វើសេចក្តីសន្យាមួយយ៉ាងច្បាស់ថាកូនសម្លាញ់របស់ម៉ាក់សម្រាប់ថ្ងៃខួបកំណើតខាងមុខនេះម៉ាក់បានត្រៀមទិញកាដូដែលកូនចង់បានបំផុតនោះទុកឲ្យកូនរួចរាល់ហើយដូច្នេះចូលយើងសន្យាគ្នាណាបើកូនញ៉ាំបាយឲ្យបានច្រើនញ៉ាំឲ្យឆ្ងាញ់ដើម្បីឲ្យសុខភាពល្អនិងរឹងមាំនោះម៉ាក់នឹងប្រគល់កាដូថ្ងៃខួបកំណើតនោះឲ្យកូនដោយក្តីរីករាយបំផុតប្អូនមើលចុះការញ៉ាំបាយឲ្យបានល្អដែលជាអ្វីកូនត្រូវធ្វើនៅពេលនេះនិងកាដូថ្ងៃខួបកំណើតដែលជាអនាគតដែលអ្នកម្ដាយបានរៀបចំទុកជាស្រេចត្រូវបានភ្ជាប់គ្នាដោយគឺសេចក្តីស្រឡាញ់នៅពេលកូនបានឮសម្ដីនោះតើកូននឹងមានប្រតិកម្មបែបណាតើកូននឹងមានអារម្មណ៍ថាការញ៉ាំបាយគឺជាការប្រឡងឬជាកិច្ចការផ្ទះដ៏ធុញទ្រាន់មែនទេអត់ទេគាត់ប្រកាសជាឆ្លើយថាគឺបាត់ម៉ាក់ទាំងរំភើបហើយក៏ចាប់ផ្ដើមញ៉ាំបាយយ៉ាងឆ្ងាញ់ព្រោះសេចក្តីសន្យារបស់ម្ដាយបានផ្ដល់នូវក្តីសង្ឃឹមនិងកម្លាំងចិត្តដល់កូននោះតើប្អូនឃើញទេវាហាក់ដូចជាការសន្ទនាដ៏សាមញ្ញនិងផ្អែមល្ហែមមែនទេប៉ុន្តែប្អូនឲ្យនៅក្នុងការសន្ទនាដ៏ខ្លីនេះវាមានអាចកំបាំងដ៏អស្ចារ្យពីរយ៉ាងដើម្បីដោះស្រាយប្រស្នានៃសេចក្តីសន្យារបស់ព្រះតើគោលការណ៍ដ៏អស្ចារ្យទាំងពីរនោះគឺជាអ្វីទី1គឺសេចក្តីសន្យាដែលចេញពីអធិបតេយ្យឲ្យភាពរបស់ម្ដាយនេះមានន័យថាកូនទទួលបានកាដូថ្ងៃខួបកំណើតមិនមែនមកពីគាត់ញ៉ាំបាយពូកែទើបបានជាក្រុងវ័នកនោះទេប៉ុន្តែសូម្បីតែមុនពេលកូនចាប់ផ្ដើមញ៉ាំបាយទៅទៀតក៏នៅក្នុងចិត្តរបស់ម្ដាយបានរៀបចំផែនការសេចក្តីស្រឡាញ់ទុកជាស្រេចថាពួកខ្ញុំត្រូវតែទិញកាដូឲ្យកូនផែនការនេះត្រូវបានកំណត់ទុកយ៉ាងច្បាស់រួចទៅហើយទី2គឺការឆ្លើយតបដ៏ត្រឹមត្រូវរបស់កូនទោះបីជាម្ដាយសន្យាក៏ដោយប្រសិនបើកូននោះគ្រាន់តែដេកស្ងៀមហើយមិនព្រមញ៉ាំអ្វីសោះតើនឹងមានរឿងអ្វីកើតឡើងគាត់នឹងមិនមានសុខភាពល្អដើម្បីទទួលយកកាដូនោះឡើយដើម្បីរីករាយនឹងថ្ងៃខួបកំណើតដ៏អស្ចារ្យគាត់ចាំបាច់ត្រូវតែញ៉ាំបាយដើម្បីឲ្យមានកម្លាំងនិងរាងកាយរឹងមាំដូច្នេះហើយពាក្យគន្លឹះសំខាន់គឺការត្រៀមខ្លួនដោយក្តីរីករាយការដែលកូនញ៉ាំបាយមិនមែនជាការប្រឡងដើម្បីឲ្យជាប់នោះទេប៉ុន្តែវាគឺជាដំណើរការនៃការត្រៀមខ្លួនយ៉ាងសប្បាយចិត្តដើម្បីទទួលយកអនាគតដែលម្ដាយបានសន្យាទុក200%ការយល់ដឹងពីភាពខុសគ្នានេះគឺពិតជាសំខាន់ខ្លាំងណាស់ចុះសម្រាប់យើងដែលកំពុងឈរនៅចំពោះមុខសេចក្តីសន្យារបស់ព្រះវិញតើរឿងនេះមានន័យយ៉ាងណាមានចិត្តគំនិត3យ៉ាងដែលយើងត្រូវចងចាំទី1គឺជឿលើសេចក្តីស្រឡាញ់របស់ព្រះឲ្យបានពេញទំហឹងកុំបារម្ភកុំភ័យខ្លាចអីទោះបីជាយើងពេលខ្លះរេទៅរេមុខឬដួលចុះក៏ដោយក៏សេចក្តីសន្យារបស់ព្រះនឹងមិនត្រូវបានលុបចោលឡើយសូមជឿលើរឿងនេះចុះទី2គឺរីករាយនឹងអាហារវិញ្ញាណដូចជាកូនដែលញ៉ាំបាយយើងក៏ត្រូវញ៉ាំព្រះបន្ទូលរបស់ព្រះដែរកុំគិតថាការអានព្រះគម្ពីរគឺជាកិច្ចការផ្ទះប៉ុន្តែត្រូវញ៉ាំវាដោយក្តីរីករាយនិងឲ្យមានរសជាតិឆ្ងាញ់បំផុត
ទី3គឺត្រូវចាំថានេះជាទំនាក់ទំនងគឺមិនមែនជាការដោះដូរឧឡើយកូនញ៉ាំបាយមិនមែនដើម្បីកធ្វើជំនួញដោះដូរជាមួយម្ដាយទេប៉ុន្តែគឺដោយសារគាត់ជឿលើម្ដាយនិងស្រឡាញ់ម្ដាយទើបគាត់ធ្វើតាមដូចគ្នាដែរជីវិតជំនឿរបស់យើងមិនមែនធ្វើឡើងព្រោះតែខ្លាចត្រូវព្រះដាក់ទោសឬខ្លាចធ្លាក់នរកនោះទេប្រសិនបើធ្វើបែបនោះវាមិនមែនជាសេចក្តីស្រឡាញ់ទេប៉ុន្តែវាគ្រាន់តែជាការធ្វើជំនួញដោយសារតែភាពភ័យខ្លាចតែប៉ុណ្ណោះជំនឿរបស់យើងត្រូវតែបែបនេះវិញក៏អូព្រះជាម្ចាស់ព្រះអង្គបានសន្យានឹងសង្គ្រោះទូបង្គំមុនទៅទៀតទូបង្គំរំភើបចិត្តណាស់ទូបង្គំស្រឡាញ់ព្រះអង្គណាស់រួចហើយយើងធ្វើការកហៃវ៉ៃយ៉ាងរីករាយជាមួយព្រះវរបតានេះហើយគឺជាការឆ្លើយតបដែលត្រឹមត្រូវដូច្នេះតើអ្វីជាសេចក្តីសន្និដ្ឋាននៃរឿងទាំងអស់នេះសេចក្តីសន្យារបស់ព្រះមិនមែនជាវាសនាដែលធ្វើឲ្យយើងនៅស្ងៀមមិនធ្វើអ្វីនោះទេផ្ទុយទៅវិញកម្លាំងពិតប្រាកដនៃសេចក្តីសន្យានោះគឺធ្វើឲ្យយើងក្លាយជាមនុស្សម្នាក់ដែលភ្លឺស្វាងបំផុតលើសពីការស្មានរបស់យើងទៅទៀតពិតណាស់សេចក្តីសន្យារបស់ព្រះគឺដូចជាការប្រកាសថាយើងនឹងធ្វើឲ្យកូនក្លាយជាមនុស្សដែលភ្លឺស្វាងបំផុតនៅក្នុងពិភពលោកនេះឲ្យខាងតែបាននេះគឺជាឆន្ទៈដ៏ខ្លាំងក្លានិងជាការសារភាពស្នេហ៍ដ៏ក្តៅគគុករបស់ព្រះចំពោះយើងម្នាក់ដូច្នេះវាមិនមែនជាវាសនាដែលយើងគ្រាន់តែទទួលយកដោយអសកម្មនោះទេប៉ុន្តែវាគឺជាផែនការដ៏សកម្មបំផុតរបស់ព្រះដែលចង់ឲ្យយើងក្លាយជាមនុស្សដ៏ល្អបំផុតវាដូចជាចិត្តរបស់អ្នកម្ដាយដែលចង់បញ្ជូនកូនឲ្យទៅសាលារៀនដើម្បីឲ្យកូនក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់អញ្ចឹងបើអញ្ចឹងមែនតើអ្វីដែលយើងត្រូវធ្វើនៅថ្ងៃនេះច្បាស់ណាស់មែនទេគ្មានអ្វីក្រៅពីនេះទេគឺគ្រាន់តែជឿជាក់លើសេចក្តីសន្យានោះឲ្យជាប់រួចញ៉ាំក្បាយគឺដែលជាព្រះបន្ទូលរបស់ព្រះឲ្យបានឆ្ងាញ់ហើយពង្រឹងសាច់ដុំវិញ្ញាណរបស់យើងឲ្យរឹងមាំបន្តិចម្ដងទៅជាចុងក្រោយសូមសួរខ្លួនឯងនៅសំណួរមួយនេះគឺតើថ្ងៃនេះមានអាហារវិញ្ញាណព្រះបន្ទូលណាខ្លះដែលខ្ញុំត្រូវញ៉ាំដោយក្តីរីករាយដើម្បីឲ្យខ្ញុំបានលូតលាស់សូមឲ្យប្អូនស្វែងរកចម្លើយចំពោះសំណួរនេះហើយរស់នៅក្នុងថ្ងៃនេះដោយក្តីរីករាយក្នុងការត្រៀមខ្លួននៅក្នុងសេចក្តីសន្យារបស់ទ្រង់បងសូមជូនពរប្អូនទាំងអស់គ្នាសូមអរគុណ